ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះម៉ៅរិទ្ធីមកពីថ្នាក់ងថ្ងៃនេះខ្ញុំមកសង្ខេបមេរៀនសប្តាហ៍ទី5មានចំណងជើងថាការវាយតម្លៃក្នុងម៉ោងសិក្សាជាងក្នុងមេរៀននេះយើងមានវត្ថុបំណងជាច្រើនសម្រាប់យកមកអនុវត្តទី1កំណត់បាននូវអត្ថន័យនៃការវិតម្លៃការសិក្សាតាមដំណាក់កាលនិងវិតម្លៃដែលផ្ដោតទៅលើការវិតម្លៃបញ្ចប់ដោយមើលលើសមត្ថភាពឬក៏ទៅមើលលើភាពខុសគ្នារវាងសិស្សបាទពណ៌នាអំពីរបៀបសង្កេតអកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងការវិភាគទឹកមុខទំនងតាមរយៈខ្សែភ្នែករបស់សិស្សបាទនឹងសួរសំណួរតាក់ទងនឹងចម្លើយដែលសមស្របមួយធ្វើឲ្យសិស្សចូលរួមនិងបង្ហាញពីការយល់ដឹងរបស់គាត់បានហើយចំណុចក្នុងមេរៀននេះមានមាតិកាចំនួន5ទី1សេចក្តីផ្ដើមទី2វត្តនៃការវិតម្លៃតាមដំណាក់កាលទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកែលម្អដោយប្រសិទ្ធភាពជាងក្នុងមេរៀននេះសេចក្តីផ្ដើមក្នុងមេរៀននេះយើងនឹងហៅថាការវិតម្លៃរបស់គ្រូវាពិតជាមានសារៈសំខាន់បាទវាពិតជាមានសារៈសំខាន់ក្នុងការយល់ដឹងបាទពីតម្លៃពីការវិតម្លៃតាមដំណាក់កាលដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពជាងក្នុងការពេលវិតម្លៃតាមដំណាក់កាលទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវវាជាភស្តុតាងបាទដ៏មានតម្លៃសម្រាប់មានតម្លៃនិងមានអត្ថប្រយោជន៍បាទវិជ្ជមានទៅលើការសិក្សារបស់សិស្សចំណែកឯបន្ទាប់មកទៀតអ្វីជាការវិតម្លៃតាមដំណាក់កាលអញ្ចឹងការវិតម្លៃតាមដំណាក់កាលគឺជាដំណើរនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អបាទដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាលើកកម្ពស់សមិទ្ធផលជាងក្នុងការវិតម្លៃសិក្សាតាមដំណាក់កាលនេះបាទវាមានច្រើនបាទទី1ផ្ដល់មតិត្រឡប់ដល់សិស្សទី2កែលម្អការបង្រៀនទី3ប្រមូលភស្តុតាងនៃការសិក្សាទី4វិតម្លៃនៃភស្តុតាងបាទអញ្ចឹងក្នុងការវិតម្លៃតាមដំណាក់កាលនេះមាន2ប្រភេទសម្រាប់យើងមកសិក្សាទី1ការសួរសំណួរនិងទី2ការអង្កេតរបស់គ្រូជាងការសួរសំណួរអ្វីជាការសួរសំណួររបស់គ្រូជាងទី1បាទអញ្ចឹងការសួរសំណួរនិងការអង្កេតរបស់គ្រូអញ្ចឹងអ្វីជាការអង្កេតបាទអញ្ចឹងការអង្កេតបាទការអង្កេតគឺគ្រូត្រូវមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សបាទមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលភាពត្រឹមត្រូវនៃចម្លើយរបស់កូនសិស្សបាទមើលពីបំណិនបាទមើលថាតើគ្រូត្រូវហៅសិស្សមួយណាឲ្យឡើងឆ្លើយនៅសំណួរមើលកម្រិតនិងការចាប់អារម្មណ៍របស់សិស្សនឹងឲ្យមើលបន្តមកទៀតមើលកម្រិតយល់ដឹងរបស់សិស្សដែលឆ្លើយនៅសំណួរដែលគ្រូបានសួរជាងការវិតម្លៃក្នុងការម៉ោងសិក្សានេះគឺគ្មានរចនាសម្ព័ន្ធអ្វីទេមានន័យថាมันមានទម្រង់ឬគ្មាននីតិវិធីដែលបានកំណត់ឡើយប៉ុន្តែវាមិនចៃដន្យទេបាទវាចៃដន្យឧទាហរណ៍ថាគ្រូដែលមានប្រសិទ្ធភាពរៀនសង្កេតសិស្សដែលសំខាន់នៅក្នុងថ្នាក់រៀននីមួយៗដែលបង្ហាញប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់
លាស់ជាងអ្នកដទៃជាងការអង្កេតបាទការអង្កេតទៅលើយើងទៅមើលទៅលើអាកប្បកិរិយារបស់សិស្សដែលដោយគ្មានវិចារបាទជាងគ្រូពឹងផ្អែកទៅលើជាងគ្រូពឹងផ្អែកច្រើនទៅលើកាយវិការភាសាដូចជាទឹកមុខទំនាក់ទំនងកាយភ្នែកបាទរបស់សិស្សសម្រាប់អង្កេតដល់ត្រឹមត្រូវចឹងចំណុចនេះបើសិនជាសិស្សណាមានសកម្មភាពណាមួយដែលមិនប្រក្រតីយើងអាចគ្រូអាចសង្កេតមើលបានហើយពេលខ្លះក៏អាចជាល្អបាទល្អជាងការឆ្លើយសំណួរផងដែរដោយសញ្ញារបស់សិស្សបានបង្ហាញបាទតាមរយៈទឹកមុខនិងពាក្យសម្ដីរបស់សិស្សហ្នឹងឯងហើយមួយទៀតការវិតម្លៃទៅលើអកប្បកិរិយាដែលគ្មានវាចាអញ្ចឹងចំណុចនេះជាងត្រង់ចំណុចនេះបើតាមយោងតាមមីរ៉ាបៀនបាទឆ្នាំ1981ហ្នឹងគាត់ថាភាគច្រើន90%នៃចិត្តរំភើបដែលបានបញ្ជូននៅក្នុងសារមួយដែលបានតាក់ទងគ្នាដោយកត្តាមិនមែនជាពាក្យសម្ដីតំណងខ្លះតាមរយៈរូបភាពខាងក្រៅនៅកិរិយាដូចជាភាសាកាយវិការនិងការបង្ហាញទឹកមុខបាទហើយខ្លះទៀតប្រស័យតាក់ទងគ្នាដោយសូរសំឡេងអមជាមួយនឹងអ្វីដែលបាននិយាយដូចជាការបញ្ចេញសំឡេងនិងការសង្កត់សំឡេងជាដើមជាអាកប្បកិរិយាទាំងអស់ក៏មិននិយាយឬជួយអ្នកវិតម្លៃទាំងខ្លឹមសារអារម្មណ៍ជាងការសង្កេតដោយមើលទឹកមុខជាងកន្លែងនេះស្រួលទេគ្រូបង្រៀនបាទគូរូបផ្ទៃមុខដែលបង្ហាញពីអារម្មណ៍ខុសគ្នា6យ៉ាងស្អប់ខ្ពើមរីករាយទុកព្រួយភ្ញាក់ផ្អើលខឹងនិងភ័យខ្លាចបាទចំណុចហ្នឹងអញ្ចឹងយើងអាចមើលសិស្សបានត្រង់ហ្នឹងបាទអញ្ចឹងមុខគឺជាប្រភពសំខាន់នៃព័ត៌មានដែលមិនមែនជាពាក្យសម្ដីព្រោះវាជាច្រកចេញចម្បងសម្រាប់អារម្មណ៍ហើយវាកម្របំភ្លៃអត្ថន័យណាស់បាទអញ្ចឹងគ្រូដែលមានប្រសិទ្ធភាពខ្ពស់អាចលើសិស្សបានវាតម្លៃសិស្សបានតាមរយៈទឹកមុខអញ្ចឹងសិស្សងាយណាស់បាទងាយបញ្ចេញសកម្មភាពជាពិសេសទឹកមុខរបស់សិស្សតែម្ដងបាទយើងគ្រូអាចវាតម្លៃបានថាសិស្សនោះខ្សោយឆ្លាតកែភ័យខ្លាចពូរេរាក់ទាក់បាទតាមរយៈទឹកមុខនឹងឯងតទៅមកទៀតគ្រូអាចវាយតម្លៃសិស្សទៅតាមសំណួរផ្ទាល់មាត់បាទចំណុចនេះទន្ទឹមនឹងការសង្កេតគ្រូបង្រៀនពឹងផ្អែកទៅលើរបៀបដែលសិស្សឆ្លើយនៅសំណួរកំឡុងពេលបង្រៀនដើម្បីនឹងដឹងថាតើសិស្សនោះទទួលបានអ្វីដែលគ្រូបានបង្ហាញឬទេអញ្ចឹងតើគ្រូត្រូវធ្វើដូចម្តេចដើម្បីសួរសំណួរផ្ទាល់មាត់ទៅកាន់សិស្សឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរអញ្ចឹងទី1សួរសំណួរឲ្យច្បាស់ចំនិងងាយយល់បាទឧទាហរណ៍ថាតើប្អូនរស់នៅភូមិណាឃុំណាស្រុកណាខេត្តណាសំណួរនេះគាត់ប្រកាសជាដឹងច្បាស់បាទប្រកាសជាដឹងច្បាស់បាទអញ្ចឹងសិស្សអាចឆ្លើយបានណាទី2សួរសំណួរដែលបានគូផ្គងជាមួយនឹងលទ្ធផលដែលរំពឹងទុកបាទគ្រូដាក់សំណួរ5ចម្លើយ5ហើយឲ្យគាត់គូផ្គងទៅអញ្ចឹងយើងអាចដឹងថាតើគាត់នឹងទទួលបានកម្រិតណាហើយ
ទី3សួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចធ្វើបានអាចឆ្លើយបានសំណួរងាយបូកដកគុណចែកអីហ្នឹងបាទទី4ផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សឆ្លើយខ្ញុំឧទាហរណ៍ថាបើសិនជាគ្រូដាក់ឲ្យ2សំណួរអញ្ចឹងព្រោះថ្នាក់បឋមអាចកំណត់ពេលឲ្យគាត់ត្រឹមយ៉ាងយូរបំផុត15នាទីបាទសិស្សអាចធ្វើបានហើយ2សំណួរទី5ផ្ដល់ចម្លើយសមរម្យបាទឬមតិត្រឡប់សមរម្យផ្ដល់ការឆ្លើយរបស់សិស្សទី6ជៀសវាងសំណួរទម្រង់បិទបាទចាសិស្សបឋមចំណុចនេះបើយើងសួរសំណួរបិទគឺគាត់ឆ្លាតកើតទេបាទគាត់ត្រូវការពេលវេលាគិតច្រើនតែត្រូវការពេលវេលាគិតច្រើននិងខាតពេលវេលាហើយគ្រូក៏ពិបាកនឹងវិតម្លៃទៅកាន់គាត់ដែរពីព្រោះអីសិស្សបឋមគំនិតគាត់អត់ទូលាយទេក្នុងចំណុចនេះទី7ប្រើសំណួរប្រដេញបន្តចម្លើយរបស់សិស្សចំណុចនេះល្អសិស្សចូលចិត្តឆ្លើយចំណុចនេះ8ជៀសវាងសំណួរដែលសិស្សដឹងចម្លើយហើយសំណួរនេះគ្រូពុំគួរសួរសិស្សឡើយពីព្រោះអីបើសិស្សដឹងហើយសួរសំណួរបានវាគ្មានប្រយោជន៍ទេក្នុងចំណុចនេះដោយមិនអាចបង្កើននូវចំណេះដឹងសិស្សឡើយបើសិស្សដឹងហើយគាត់មិនយកបញ្ញាគាត់ទៅគិតទេក្នុងចំណុចនេះបាទ9សួរសំណួរតាមលំដាប់លំដោយសមរម្យត្រង់នេះល្អបាទតាមលំដាប់លំដោយជាងបន្តមកទៀតយើងចូលចំណុចចុងក្រោយការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងវិធីមួយដែលគ្រូបង្រៀនគួរតែប្រើប្រាស់ព័ត៌មានវាយតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សនិស្សិតបន្ទាប់ពីពួកគេបានបង្ហាញចំណេះដឹងហេតុផលជំនាញការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់ពួកគេត្រូវគេហៅថាមតិកែលម្អឬផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្ទាប់ពីវាតម្លៃអំពីសមិទ្ធផលរបស់គេរួចអញ្ចឹងក្នុងចំណុចនេះមានច្រើនដែរក្នុងការកែលម្អបាទទី1គ្រូត្រូវពិនិត្យបាទឬក៏ផ្ដល់មតិកែលម្អទៅដល់សិស្សបាទទៀតកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អបាទជាងចំណុចនេះគ្រូត្រូវផ្ដល់ឲ្យសិស្សវិញដើម្បីដឹងថាតើសិស្សគាត់ទទួលបាននៅកម្រិតណាគាត់គួរកែលម្អរបស់គាត់នៅកម្រិតណាជាងគ្រូត្រូវតែផ្ដល់មតិកែលម្អដល់សិស្សដើម្បីសិស្សងាយស្រួលក្នុងការទៅអនុវត្តចំណុចដែលគាត់ខ្វះខាតជាងចំណុចមេរៀននេះខ្ញុំសូមបញ្ចប់ហើយសូមអរគុណលោកគ្រូសម្រាប់ការចំណាយពេលឲ្យមានតម្លៃស្ដាប់នៅទស្សន៍ស្ដាប់ការសង្ខេបមេរៀនរបស់ខ្ញុំបានខ្ញុំសូមអរគុណច្រើនគ្រូជម្រាបលា